មនុស្សយើងកាលណាចត់តិបដិសន្ធិឃ្លាតប្រត់ទៅកាន់លោកមួយផ្សេងទៀតហើយយើងអត់អាចជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសឬរបស់ណាមួយដោយផ្ទាល់ដៃបានទៀតទេទោះបីជាយើងចង់ជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បៃឬរបស់ប្រើប្រាស់ណាមួយទៅកាន់លោកនឹងគឺមិនអាចអត់អាចទេញោមចឹងបានមានញាតិញោមខ្លះគាត់ស្ដាប់ចឹងទៅគាត់ថាចុះពេលគេស្លាប់ហ្នឹងកាលណាឃើញគេដាក់បាយដាក់ម្ហូបដាក់ទឹកហើយអាពេលថ្ងៃសែនចូលឆ្នាំចិនឆេងម៉េងជុំបិណ្ឌចូលឆ្នាំហ្នឹងឃើញគេដាក់មន់ស្ងោទាខ្វៃរបស់របរនៅមុខភ្នោហ្នឹងចុះអាហ្នឹងបានអត់ទេអត់បានទេញាតិញោមគឺមិនមានផលតទេនិយាយមួយម៉ាត់ដោយខ្លីគឺគ្មានផលសម្រាប់អ្នកស្លាប់ទេចុះបើគ្មានផលចឹងគេនាំនេះដាក់ទៅអីគឺវាមិនមែនអត់ផលសោះទេប៉ុន្តែបើសំដែងតាមកពីគឺជាការអត់ផលទៅទេព្រោះព្រះអង្គសម្ដែងថាហិរញ្ញេនកយាកយ៉ាងឯតោតិននេនយាពេនទេពេតាកាលកតាតហឹងញោមព្រះអង្គថាអ្នកស្លាប់ទៅហើយចង់ឯងយំសោកខ្សឹកខ្សួលអួលអស្ដាយសំណោះអាឡោះឡៃដាក់បាយដាក់ទឹកយ៉ាងណាក៏ជាការអត់ផលទៅទេបងអាអ្នកស្លាប់ទៅហើយយើងចង់យំចង់ស្ដាយបោកខ្លួនអាម៉េចក៏ជាការអត់ផលដែរហើយចង់ដាក់បាយដាក់ទឹកនំចំណីអាម៉េចក៏ជាការអត់ផលទៅទេប៉ុន្តែថាមិនអត់ផលទេប៉ុន្តែកពីលោកបញ្ជាក់ថាជាការអត់ផលទៅទេហ្នឹងគឺលោកចង់សម្ដៅថាយើងយកបាយទៅឲ្យអ្នកស្លាប់ហ្នឹងគឺវាអត់បានដូចណឈ្មោះស្អីទេគាត់នឹងញោមឈ្មោះអីឈ្មោះហ្នឹងទៅប៉ុន្តែគាត់នឹងយំស្ដាយកូនណាញោមមើលអាកូនប្រុសមានតែមួយរឿងវាច្រើនពេលលោកខាននិយាយយូរភ្លេចឈ្មោះកូនប្រុសមានតែមួយហើយដល់ពេលកូនឈឺធ្ងន់អត់យកកូនទៅពេទ្យទេណាញោមខ្លាចអស់លុយគាត់នឹងមានទ្រព្យច្រើនប៉ុន្តែកំណាញ់អត់យកទៅពេទ្យហើយរកគ្រូថ្នាំក៏អត់រកគ្រូមកដាក់មើលកូនដែរណាទៅរកគ្រូថ្នាំក៏អត់យកកូនទៅផ្ទះគ្រូដែរខ្លាចកែងលោយកទៅខ្លាចអស់លុយអស់ទ្រព្យខ្លាចតែកាលណាយកទៅផ្ទះគ្រូមិនត្រូវយកតនិបយកចេកយកនំយកលុយយកកាក់អង្គអីរបស់របរធូបទៀនអីយកទៅហ៎បើអញ្ចឹងអត់យកកូនទៅឯងទុកកូនចោលនៅក្នុងផ្ទះហ្នឹងទៅហើយខ្លួនឯងទៅផ្ទះគ្រូធ្វើអារបៀបដូចទៅលេងអញ្ចឹងណាហើយទៅសួរលោកគ្រូពីនេះពីនោះទៅចុះលោកគ្រូបើអាមនុស្សដូចថាវាក្តៅក្នុងខ្លួនញ័រញាក់ណាហ្នឹងតើគេមិនទៅណោះគេតើគេដាក់ថ្នាំមិនណាហ្នឹងណាដើម្បីគ្រូនិយាយប្រហើមកខ្លួនឯងទៅជីកទៅកោះទៅផ្សំខ្លួនឯងអត់ហ៊ានយកកូនទៅឲ្យគ្រូមើលខ្លាចអស់លុយរិះដល់ប៉ុណ្ណឹងញោមហើយនិយាយពីនាឡិកាខ្សែដៃខ្សែកអីមិនទាន់មាននាឡិកាជំនាន់ហ្នឹងញោមខ្សែដៃខ្សែកអីដំឲ្យកូនប៉ាន់កដៃនោះប៉ាន់ដំឲ្យអត់ឲ្យកូនពាក់ចេញក្រៅផ្ទះពាក់តែក្នុងផ្ទះណាពេលណាចេញក្រៅផ្ទះដោះទុកខ្លាចកែលោកគេឃើញគេសុំអីចាចឹងដែរពាក់តែអីពាក់តែក្នុងផ្ទះវាកំណាញ់ដល់ប៉ុណ្ណឹងញោមទៅសួរគ្រូនឹងគេគិតទាំងអាគាត់នឹងកំណាញ់រហូតដល់ថ្នាក់កូនខ្លួនឯងឈឺធ្ងន់នៅតែអត់ហ៊ានយកកូនមកឯងមើលទៀតអាកំណិតមកសួរចង់ទៅផ្សំថ្នាំខ្លួនឯងឯងគ្រូគេដឹងអញ្ចឹងគេប្រាប់ថ្នាំហ្នឹងមិនឲ្យត្រូវឯងញោមគេប្រាប់ចេះថាពីនេះខ្លះពីនោះខ្លះថាខុសខ្លះណាយេដល់អញ្ចឹងស្រាប់តែទៅផ្សំខ្លួនឯងមែនទៅផ្សំយកមកដាក់កូនមានជាណាញោមអាកូននេះចេះឈឺធ្ងន់ទៅចិត្តដែកចោលដល់ចិត្តដែកចោលវានឹកឃើញឲ្យឯងកំណាញ់នោះកំណាញ់ហើយកូនមានតែមួយហើយឲ្យឯងស្រឡាញ់កូនណាស់ប៉ុន្តែសំបីតែកូនឈឺយកទៅពេទ្យក៏មិនហ៊ានយកទៅយកទៅផ្ទះគ្រូក៏មិនហ៊ានយកទៅកូននៅរស់មានកម្លាំងចង់ធ្វើបន់ក៏មិនឲ្យទៅវត្តទៅធ្វើបន់គេហើយដល់ចិត្តដែកខ្យល់ទៅអាឈឺធ្ងន់មែនតើនឹកឃើញគុណពុទ្ធគុណពធគុណប្រសងចង់ថ្វាយអង្គមព្រះហ្នឹងគ្រាន់តែនឹកក្នុងចិត្តចឹងព្រះអង្គលោកជ្រាបចឹងព្រះអង្គអត់មុនមកទេព្រះអង្គញ៉ាំងអធិវុទ្ធិប្រើដរិទ្ធគឺឲ្យកូនហ្នឹងឃើញនឹងឲ្យកូនហ្នឹងឃើញដូចព្រះមកត្រង់ក្បែរឈរក្បែរចឹងណាញោមនឹងដូចនិមិត្តឲ្យឃើញចឹងទៅក៏លើកដៃសាពះប៉ិនអត់ងើបថ្វាយអង្គមរួចទេក៏ថ្វាយអង្គមក្នុងចិត្តអាមនុស្សវាឈឺធ្ងន់មែនតើហើយនោះញោមកន្លែងហ្នឹងចង់ផ្ដាំញាតិញោមបន្តិចដែរយកជាមេរៀនជីវិតថាយើងប្រឹងសន្សំលុយកាក់យ៉ាងម៉េចក៏ដោយប្រឹងរកស៊ីយ៉ាងម៉េចក៏ដោយកុំឲ្យភ្លេចសុខភាពញោមឲ្យពេលណាយើងមានទ្រព្យទោះបីច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែនៅពេលដែលយើងឈឺធ្ងន់ដូចដល់ថ្នាក់ដូចគាត់នឹងអញ្ចឹងណាដល់ពេលដេកនៅកន្ទេលបានដឹងថាអារបស់ដតីក្រៅខ្លួនយើងគឺលែងមានតម្លៃទាំងអស់ពេលណាឈើដាក់ទឹកលែងចូលដាក់បាយលែងចូលបានដឹងថាអ្វីនៅក្រៅខ្លួនយើងគឺគ្មានតម្លៃទាំងអស់ហ្នឹងដល់ពេលឈឺធ្ងន់នឹកឃើញចង់ថ្វាយអង្គមព្រះដល់ចង់ថ្វាយអង្គមព្រះព្រះអង្គលោកនិមិត្តប្រើដរិទ្ធមកនៅដូចនៅឈរក្បែរអញ្ចឹងក៏លើកដៃសាពះ
ហើយតាំងចិត្តដោយសាច់ចាក់វាថ្វាយអង្គមព្រះម្ដងពីរដងទៅក៏ដាច់ខ្យល់ទៅដាច់ខ្យល់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកនោះហើយអាឪនេះញោមហើយកូនវាមានតែមួយអាប្រពន្ធវាអត់ឯងពោះម៉ាយហើយនឹកថាទ្រព្យសម្បត្តិឯងទាំងអស់ហ្នឹងគឺពេលឯងស្លាប់ទៅទុកឲ្យកូនហើយដល់ពេលអាខំកំណាញ់រិះស្វាត់មកហ្នឹងថាទុកឲ្យកូនទាំងអស់ប៉ុន្តែកូនស្លាប់មុនទៅយកប្រយំបោកខ្លួនស្ដាយកូនញោមហ្នឹងដល់អញ្ចឹងទៅញោមឲ្យតែព្រឹកឡើងឲ្យចុងភៅរៀបចំបាយមហូបហើយឆាមកសួរមានខមានអីអាកូនចង់ស៊ីកាត់នៅរស់ហ្នឹងអត់ធ្វើឲ្យស៊ីខ្លាចអស់លុយអាឆាមកសួរអីហ្នឹងអត់ហ៊ានឲ្យស៊ីទេដល់ពេលកូនស្លាប់ហើយក៏ម៉ងចុងភៅឲ្យឆាមកសួររាល់ថ្ងៃយកទៅអ្វីដែលកូនទាហ្នឹងណាអាកាលកូននៅរស់អត់ឲ្យទេប៉ុន្តែពេលកូនដាច់ខ្យល់ហើយបាននាំនេះបានឲ្យចុងភៅធ្វើហើយចឹងទៅដាក់មកស្រាក់ទៅគេយកទៅអង្គុយនៅកណ្ដាលព្រៃហ្នឹងគេយំអោភ្នោកូនហ្នឹងកូនណាយកូនមានឪពុកកូនឡើងមកកូននេះឆាមកសួរកូនឯងចង់នោះកូនឡើងមកកូនឡើងមកឲ្យឆាមកឲ្យកូនមកហូបតិចទៅកូនមកនិយាយមួយឲ្យតិចមកយំអោភ្នោហ្នឹងបែប 4-5 ម៉ោងអញ្ចឹងបានត្រឡប់មកផ្ទះវិញស្អែកឡើងទៅយំទៀតហើយដល់អាកូននោះប្រមាលមើលតើឪអញពងធ្វើអីចេះដូចមកនឹងដូចនឹកឪអត់បានធ្វើបន់សោះហើយឯងនេះក៏នឹកថ្វាយអង្គមព្រះប៉ុណ្ណឹងបានមកឋានសួគ៌ឲ្យឪអញអត់ដែរធ្វើបន់ដែរដូចចង់ទៅប្រុសឪផងក៏ប្រមាលមើលមកគឺអាឪឯងពងយំឪភ្នោនេះហើយហៅកូនឲ្យមកហូបនេះដល់អញ្ចឹងក៏និមិត្តខ្លួនចោះមកនិមិត្តធ្វើកូនក្មេងទូចមួយវាយំក្បែរហ្នឹងដែរអាឪនេះពងយំឪភ្នោកូនអាកូននេះពងយំទៅធាក់ដីនៅក្បែរហ្នឹងដែរអាក្មេងតូចហ្នឹងដល់អញ្ចឹងតានេះសួរហើយចុះអាចៅឯងមកពីណាទៅឯណាមិនបានមកយំនៅកណ្ដាលព្រៃឯងកូនពីណាមិនបានមកយំនៅកណ្ដាលព្រៃទេសួរអាក្មេងណាខ្ញុំយំចង់បានប្រច័ននៅលើមេឃខ្ញុំចង់បានប្រច័នខ្ញុំស្រឡាញ់ប្រច័នណាខ្ញុំចង់ឲ្យប្រច័នហ្នឹងមកក្បែរខ្លួនខ្ញុំចង់បានប្រច័នអាតាហ្នឹងថាចុះឯងកូនចៅពីណាមិនក៏ឈួតអីឈួតម៉េះវាមិនដែរអាណាយំចង់បានប្រច័ននៅលើមេ